បើកម្ពុជារំលោភបទឈប់បាញ់ហើយប្រើកងកម្លាំងប្រដាប់អាវុធវាយប្រហារទៅលើទាហានថៃដែលបានចូលមករាយបណ្ដាលុះក្នុងទឹកដីកម្ពុជាតើលទ្ធផលនឹងទៅជាយ៉ាងណាក្រោយពេលបទឈប់បាញ់ចេញជាធរមាននៅយប់ថ្ងៃទី28កក្កដាឆ្នាំ2025កងទ័ពខ្មែរបានឈរជើងយ៉ាងរឹងមាំនៅគ្រប់ទីតាំងទាំងអស់ហើយទាហានថៃបានឈរជើងប្រហែល200ម៉ែត្រពីទាហានខ្មែរបន្ទាប់ពីកិច្ចប្រជុំ GBC ដែលមានបទបញ្ជាឲ្យទាហានខ្មែរដកថយទាហានថៃបានចូលមកគ្រប់គ្រងរួមនៅប្រាសាទតាមាន់ធំច្រកអានសេះនិងរាយបណ្ដាលុះជាច្រើនទីតាំងតាមព្រំដែនលើសពីនេះទៀតទាហានថៃបានធ្វើការពាត់ចាប់ទាហានខ្មែរចំនួន20នាក់យកទៅប្រទេសថៃរហូតមកដល់ពេលនេះមិនទាន់បញ្ជូនមកវិញនៅឡើយនៅរសៀលថ្ងៃទី25កក្កដា2025ទាហានថៃបានចូលមករាយបណ្ដាលុះបន្តទៀតដែលស្ថិតនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរហូតធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារផ្ទុះការតវ៉ានិងបានរើបន្លាលុះចេញទៀតផងបន្ថែមពីនេះប្រជាពលរដ្ឋទាំងនោះបានដាក់វេនគ្នាដេកចាំដើម្បីកុំឲ្យទាហានថៃយកបន្លាលុះមកដាក់បន្តទៀតសម្ដីពីទាហានជួរមុខនិយាយថាពិតជាឈឺចាប់ណាស់នៅពេលសត្រូវមករាយបន្លាលុះនិងបានបណ្ដេញប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ផ្ទះឲ្យចេញពីផ្ទះដែលជាលំនៅឋានស្នាក់អាស្រ័យរបស់ពួកគាត់យើងទាំងអស់គ្នាជាជនជាតិខ្មែរមានចិត្តស្រឡាញ់ជាតិនិងចេះឈឺចាប់ដូចគ្នាតែដោយសារទាហានជួរមុខស្ដាប់បទបញ្ជាថ្នាក់ដឹកនាំបានត្រឹមឈរមើលសត្រូវយកបន្លាលុះមករាយក្នុងទឹកដីខ្មែរទាំងអារម្មណ៍សោកសៅប្រជាជនប្រហែល200គ្រួសារបង្ខំចិត្តចាកចេញពីលំនៅឋានមកបោះតង់រស់នៅក្រោមដើមឈើដោយអារម្មណ៍ឈឺចាប់ជាទីបំផុតទាហានថៃនៅតែបន្តឈ្លានពានកម្ពុជាដោយរាយបន្លាលុះជាច្រើនកន្លែងជារៀងរាល់ថ្ងៃមូលហេតុគឺដោយសារកត្តាពីរយ៉ាង1ចង់ឲ្យខ្មែរទ្រាំលែងបានប្រើកម្លាំងប្រដាប់អាវុធហើយល្មើសបទឈប់បាញ់2ធ្វើឲ្យខ្មែរចលាចលបែកបាក់សាមគ្គីស្ដីបន្ទោសគ្នាឯងយូរទៅអាចនឹងមានចំនួនផ្ទៃក្នុងរវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំចុះបើកម្ពុជារំលោភបទឈប់បាញ់ដោយប្រើកងកម្លាំងប្រដាប់អាវុធវាយប្រហារទៅលើទាហានថៃដែលបានរាយបន្លាលុះក្នុងទឹកដីខ្មែរតើលទ្ធផលនឹងទៅជាយ៉ាងណានេះជាបញ្ហាប្រឈមទាំង3ប្រសិនបើកម្ពុជាប្រើកម្លាំងប្រដាប់អាវុធវាយប្រហារទៅលើទាហានថៃមុនបញ្ហាប្រឈមទី1ដោយបងប្អូនបានដឹងស្រាប់ហើយសមាជិកសភាថៃបានស្នើរដ្ឋសភាថៃឲ្យប្រកាសសង្គ្រាមជាមួយកម្ពុជាយ៉ាងពេញលេញដូចនេះថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាមឈ្លានពានកម្ពុជាការផ្ទុះសង្គ្រាមរយៈពេល5ថ្ងៃកម្លាំងយោធាថៃទើបតែបញ្ចេញអស់ប្រហែល 20% ប៉ុណ្ណោះទាហានកម្ពុជាដ៏អង់អាចបានស្ម័គ្រចិត្តពលីយកទ្រូងពាំងគ្រាប់ពីសំណាក់សត្រូវឈ្លានពានដោយមិនអោយរបូតទីតាំងមួយណាឡើយបើសង្គ្រាមផ្ទុះឡើងម្ដងទៀតច្បាស់ណាស់សារព័ត៌មានធំរបស់ថៃនឹងផ្សាយបំផោងទម្លាក់កំហុសលើកម្ពុជា100 លើ 1000 កងកម្លាំងនិងសពាវុធដ៏ទំនើបរបស់ថៃជាពិសេសកងទ័ពដែនអាកាសនឹងធ្វើការវាយសង្គ្រប់លើទាហានកម្ពុជាគ្រប់ទីតាំងទាំងអស់ដោយមិនខ្វល់ពីច្បាប់អន្តរជាតិទាហានកម្ពុជានឹងធ្វើការវាយបកសង្គ្រប់ដូចគ្នាពេលនោះអាយុជីវិតទាហាននិងជនស៊ីវិលយ៉ាងច្រើននឹងត្រូវលះបង់លើសពីនេះហេដ្ឋារចនាសម្ព័ន្ធនិងប្រាង្គប្រាសាទនានានៅតាមព្រំដែននឹងរងការខូចខាតកាន់តែធ្ងន់ជនភៀសសឹកជាច្រើនគ្រួសារនឹងត្រូវជម្លៀសចេញសោកនាដកម្មដ៏មហិមាបង្កការឈឺចាប់ចាជាប្រវត្តិសាស្ត្រដែលមិនអាចនឹកស្មានដល់បញ្ហាប្រឈមទី2ទ្រព្យសម្បត្តិ$18,000 លានរបស់កម្ពុជានឹងត្រូវបានបង្កកភ្លាមសម្រាប់សងការខូចខាតដែលប្រទេសថៃអាចប្តឹងយកបានសេដ្ឋកិច្ចកម្ពុជាដោយពឹងផ្អែកលើការនាំចេញដែលមានតម្លៃប្រហែល$49,000 លាននឹងរលាយក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិហើយកម្ពុជានឹងក្លាយជាប្រទេសឯកោភ្លាមនោះរោងចក្រសហគ្រាសតូចធំនឹងត្រូវបិទទ្វារកម្មករខ្មែររាប់ម៉ឺននាក់នឹងអត់ការងារធ្វើតម្លៃនៃការខាតបង់យ៉ាងច្រើនមហាសាលដែលមិនអាចគណនាបានបញ្ហាប្រឈមទី3អន្តរាគមន៍ពីសំណាក់អន្តរជាតិអាស៊ាននឹងចូលខ្លួនភ្លាមដើម្បីសម្របសម្រួលដោយតែបានធ្វើកាលពីខែកក្កដាហើយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ថៃនិងចិនដែលជាមិត្តជិតស្និទ្ធរបស់កម្ពុជាអាចចូលរួមសម្របសម្រួលប៉ុន្តែបើកម្ពុជាជាអ្នកល្មើសបទឈប់បាញ់វានឹងធ្វើឲ្យកម្ពុជាបាត់បង់ការគាំទ្រពីចិននិងធ្វើឲ្យថៃទទួលបានការគាំទ្រពីអាមេរិកកាន់តែខ្លាំងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលកម្ពុជាកំពុងពឹងផ្អែកអាចមិនគាំទ្រដោយសារកម្ពុជារំលោភបទឈប់បាញ់ហេតុអ្វីរដ្ឋាភិបាលកម្ពុជាព្យាយាមអត់ធ្មត់ជ្រើសរើសយន្តការការទូតជំនួសឲ្យកម្លាំងយោធាពេលទាហានថៃចូលមករាយបន្លាលុះក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាមូលហេតុនោះគឺកិច្ចការនយោបាយជារឿងសំខាន់ណាស់បើថ្នាក់ដឹកនាំជ្រើសរើសក្បួនអុកដើរខុសមួយពេលច្បាស់ណាស់នឹងមានវិបដិសារីចាជាប្រវត្តិសាស្ត្រតកូនចៅគ្រប់ចំនួនថ្នាក់ដឹកនាំដឹងច្បាស់ណាស់ថានេះជាល្បិចរបស់ថៃដែលចង់ឲ្យកម្ពុជាផ្ទុះ
អាវុធមុនដោយរំលោភលើបទឈប់បាញ់ដើម្បីបានលេសធ្វើសង្គ្រាមជាមួយកម្ពុជាយ៉ាងពេញលេញហើយកម្ពុជានឹងទទួលរងទណ្ឌកម្មពីសំណាក់អន្តរជាតិនៅក្នុងស្ថានភាពដ៏លំបាកនេះជំរើសដំណោះស្រាយតាមយន្តការការទូតគឺស័ក្តិសមបំផុតទោះបីត្រូវមតិមហាជនមួយចំនួនរិះគន់រដ្ឋាភិបាលយ៉ាងណាក៏ដោយក៏ថ្នាក់ដឹកនាំនៅតែរក្សាជំហរអត់ធ្មត់ដោយមិនប្រើកម្លាំងយោធាដោះស្រាយបញ្ហាជាដាច់ខាតលើសពីនេះប្រជាពលរដ្ឋមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះមន្ត្រីតាមព្រំដែនដែលរារាំងមិនឲ្យពួកគាត់ទៅប្រមូលព័ត៌មានឬផ្សាយផ្ទាល់ពីស្ថានភាពនៅទីនោះការទប់ស្កាត់នេះអាចជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំដើម្បីការពារកុំឲ្យព័ត៌មានអំពីការរីកបន្លាលូសរបស់ថៃផ្សព្វផ្សាយខ្លាំងពេកដែលអាចបង្កឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសខឹងសម្បាចំពោះថ្នាក់ដឹកនាំដែលអាចនាំទៅរកចំនួនផ្ទៃក្នុងនិងបែកបាក់សាមគ្គីជាតិដែលជាគោលដៅដែលភាគីថៃចង់បានប្រទេសពីរកំពុងមានបញ្ហាចំនួនព្រំដែនឲ្យដោះស្រាយចេញលទ្ធផលភ្លាមៗគឺមិនអាចទេដោយដែលយើងទាំងអស់គ្នាបានដឹងហើយថាក្រុមអនុព័ន្ធយោធាអន្តរជាតិបានចុះទៅសង្កេតការណ៍ដោយផ្ទាល់របាយការណ៍ទាំងអស់ដែលសៀមឈ្លានពានកម្ពុជានឹងត្រូវរាយការណ៍ទៅប្រធានអាស៊ានកិច្ចប្រជុំថ្នាក់តំបន់ទ្វេភាគី OBC អាចមិនសូវមានលទ្ធផលវិជ្ជមានតែយើងនៅមានកិច្ចប្រជុំធំ GBC នៅដើមខែកញ្ញាដែលនឹងត្រូវផ្ដល់របាយការណ៍ដល់បណ្ដាប្រទេសអាស៊ាននិងមហាអំណាចដូចជាអាមេរិកចិននិងពិភពលោកទាំងមូលជាពិសេសទៅដល់លោកប្រធានាធិបតី Donald Trump ដែលជាអ្នកធ្វើអន្តរាគមន៍ឲ្យមានបទឈប់បាញ់មតិមួយចំនួនបានលើកឡើងថាសូមកុំឲ្យកម្ពុជាពឹងលើអន្តរជាតិខ្លាំងពេកព្រោះថៃឈ្លានពានយើងរហូតមកមិនដែលមានអន្តរជាតិណាលោកដៃជួយកម្ពុជាឡើយសូមបងប្អូនជនរួមជាតិកុំភ្លេចថានៅឆ្នាំ1962តុលាការអន្តរជាតិទីក្រុងឡាអេបានកាត់សេចក្តីឲ្យថៃចាញ់កម្ពុជាហើយថៃបានដកទង់ជាតិនិងទាហានថៃចេញពីតំបន់ប្រាសាទព្រះវិហារយ៉ាងអាម៉ាស់បំផុតកម្ពុជាឈរលើភាពត្រឹមត្រូវព្រោះកម្ពុជាជាជនរងគ្រោះដូចនេះពេលដែលអន្តរជាតិដាក់ទណ្ឌកម្មគ្រប់បែបយ៉ាងច្បាស់ណាស់ទាហានថៃនឹងដកកងទ័ពចេញពីទឹកដីកម្ពុជាដោយខ្លួនឯងហើយបន្លាលួសដែលរាយប៉ុណ្ណឹងក៏មិនមែនជាបញ្ហាដែលពិបាកយកចេញដែរចុះបើថៃមិនខ្វល់ពីការដាក់ទណ្ឌកម្មហើយនៅតែបន្តរាយបន្លាលួសតើកម្ពុជាគួរធ្វើបែបណាបើដំណោះស្រាយតាមការទូតមិនអាចធ្វើឲ្យថៃដកថយពីដែនអធិបតេយ្យភាពរបស់កម្ពុជាបានទេជំរើសចុងក្រោយបំផុតគឺប្រើកម្លាំងយោធាពេលនោះហើយជាពេលដែលទាហានកម្ពុជាដ៏អង់អាចនឹងត្រូវលះបង់ជីវិតជាច្រើនអ្នកដើម្បីការពារទឹកដីពីការឈ្លានពានរបស់សត្រូវភាពឈឺចាប់សោកនាដកម្មយ៉ាងខ្លោចផ្សានឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រកូនចៅគ្រប់ចំនួនដំណោះស្រាយសម្រាប់ប្រជាជនភៀសខ្លួនប្រជាជនដែលបានភៀសខ្លួនដោយសារការរាយបណ្ដាលួសកំពុងរស់នៅក្នុងស្ថានភាពលំបាករដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ដូចជាផ្ដល់ជំនួយអាហារទឹកស្អាតនិងថ្នាំពេទ្យបង្កើតជំរំបណ្ដោះអាសន្នដែលមានអនាម័យនិងសុវត្ថិភាពស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះសូមបងប្អូនជនរួមជាតិទាំងអស់ធ្វើការអត់ធ្មត់និងគាំទ្រដំណោះស្រាយតាមផ្លូវច្បាប់ពួកយើងទាំងអស់គ្នានឹងនៅជាមួយទាហានជួរមុខនិងបងប្អូនភៀសសឹកគ្រប់កលៈទេសៈសូមជូនពរឲ្យថ្នាក់ដឹកនាំទទួលជោគជ័យក្នុងយន្តការការទូតនិងនាំមកនូវសន្តិភាពសម្រាប់ជាតិសាសន៍កម្ពុជាទាំងមូលសូមអរគុណសូមជម្រាបលា